ក្នុងវីដេអូមួយនេះខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាពីរបៀបឆែកឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគយជបគឺបានបិទផ្សាយបញ្ជីឈ្មោះដំបូងឆ្នាំ2025នៅថ្ងៃទី28ខែមិថុនាបាទខែមិថុនាឆ្នាំ2025ឥឡូវមកទល់ពេលនេះគឺ2-3ថ្ងៃហើយអញ្ចឹងខ្ញុំគាត់តែចង់ប្រាប់បងប្អូនទាំងគ្នាពីរបៀបឆែកអញ្ចឹងបងប្អូនទាំងគ្នាអាចទៅពិនិត្យឈ្មោះបាននៅសាលាឃុំសង្កាត់របស់បងប្អូនទាំងគ្នាឬក៏ឆែកតាមកម្មវិធី NickKH បាទអូខេឥឡូវយើង download កម្មវិធីមកទាំងអស់គ្នាហើយជាដំបូងយើងចុចចូលកម្មវិធី NickKH ទៅវាចេញផ្ទាំងបែបនេះហើយបងប្អូនទាំងគ្នាចុចចំបញ្ជីឈ្មោះបោះឆ្នោតអញ្ចឹងមកដល់ទីនេះគឺមានបញ្ជីបោះឆ្នោតដំបូងបាទអានឹងគឺគ្រាន់តែជាបញ្ជីដំបូងទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចឆែកបានបើសិនជាឆែកទៅខុសឈ្មោះបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាអាចដាក់ពាក្យបណ្ដឹងតបបានបាទពីការខុសឈ្មោះខុសអីចឹងទៅអញ្ចឹងវាមានកន្លែងឈ្មោះមានអខអែអអត្តលេខបាទមាន3មួយទៀតកំណត់ត្រាអញ្ចឹងបងប្អូនទាំងគ្នាអាចឆែក3ហ្នឹងអាចឆែកតាមរយៈមួយណាក៏បានបើសិនជាបងប្អូនទាំងគ្នាឆែកតាមរយៈឈ្មោះបងប្អូនទាំងគ្នាត្រូវជ្រើសរើសខេត្តបងប្អូនរស់នៅហើយជ្រើសរើសឃុំសង្កាត់ដែលបងប្អូនបានចុះឈ្មោះឬក៏យើងរស់នៅទីណាយើងចុះទីនោះហើយបន្តមកទៀតគឺយើងវាយនាមតកូលហើយនឹងនាមខ្លួនបាទហើយចុចស្វែងរកអញ្ចឹងនៅពេលដែលយើងចុចស្វែងរកទៅគឺឃើញហើយឈ្មោះយើងទាំងអស់គ្នាមានឈ្មោះមានថ្ងៃខែឆ្នាំកំណើតមានភេទមានលេខរៀងក្នុងបញ្ជីមានអត្តលេខរបស់យើងហើយមានខេត្តមានឃុំហើយឆ្នាំដែលយើងចុះឈ្មោះយើងចុះឈ្មោះនៅឆ្នាំណាហើយទីតាំងកាលរបស់យើងនៅកន្លែងណាបាទអូខេបងប្អូនអរគ្នាអាចសាកល្បងឆែកមើលបានឬក៏ចុចតាមអខឬក៏អែអលេខអត្តសញ្ញាណប័ណ្ណរបស់យើងលេខប្រមាណគឺយើងអាចវាយតាមនឹងទៅឬក៏អត្តលេខនៅពេលដែលយើងចុះឈ្មោះបោះឆ្នោតគឺមានអត្តលេខតម្រង1022បងប្អូនអរគ្នាអាចឆែកបានបាទហ្នឹងហើយនេះគឺជាវីដេអូខ្លីៗសម្រាប់ចែករំលែកទៅបងប្អូនអរគ្នាបាទអរគុណបាយបាយ